សូមជូនរឿងព្រះនាងចម្ប៉ាវតីភាគទី1អស់កាលជាយូរលង់ណាស់មកហើយនាឋានភុជង្គនាគព្រះនាងឧមាវតីទ្រង់ប្រសូតបានរាជបុត្រមួយប៉ុន្តែរាជបុត្រនោះគឺជាសុទ្ធដ៏ចម្លែកមានពន្លឺភ្លឺភ្លេកហើយមិនព្រមញាស់ចេញសោះឡើយចំណែកការក្រោយមកគម្រប់16វស្សាហើយសុទ្ធនោះនៅតែមិនព្រមប្រសូតចេញមកសោះធ្វើឲ្យព្រះអង្គស្ដេចភុជង្គនាគឆ្ងល់ក្រៃលែងពីព្រោះពេលដែលប្រសូតហោរាបានទាយថាគម្រប់16វស្សាសុទ្ធនោះនឹងប្រសូតតែដល់ឥឡូវគ្រប់16វស្សាទៅហើយមិនឃើញប្រសូតដូច្នោះហើយធ្វើឲ្យព្រះអង្គមានការអន្ទះអន្ទែងរង់ចាំរាជបុត្រប្រសូតមកជាខ្លាំងព្រះអង្គក៏បានកោះហៅលោកហោរាមកទស្សទាយម្ដងទៀតតើថ្ងៃណាទើបបុត្រព្រះអង្គប្រសូតចេញពីសុទ្ធនោះពេលនោះហោរាទស្សទាយក៏បានក្រាបបង្គំទូលថាក្រាបទូលព្រះអង្គបុត្ររបស់ព្រះអង្គនឹងប្រសូតនៅថ្ងៃពេញបូរមីហើយជាបុត្រីមិនមែនជាបុត្រានោះទេគឺមានរូបឆោមលោមពណ៌ល្អប្រឹមប្រិយអស្ចារ្យមានកែវមណីនៅលើព្រះកេសតែគម្រប់ព្រះជន្ម18វស្សាសូមព្រះអង្គយកនាងទៅបំបោះបង់ពីនគរគម្រប់ឲ្យបាន3ឆ្នាំសិនដើម្បីបញ្ជៀសនៅគ្រោះមហន្តរាយរបស់នគរយើងរយៈពេល3ឆ្នាំហើយទើបព្រះអង្គអាចឲ្យព្រះនាងយាងចូលមកព្រះនគរវិញបានថ្ងៃពេញបូរមីបុត្រីព្រះនាងឧមាទេវីក៏បានប្រសូតចេញពីស្រោមសុទ្ធដោយការទស្សទាយពិតមែនទ្រង់បានថ្វាយព្រះនាងថាព្រះនាងចម្ប៉ាវតីគ្រាន់តែឃើញបុត្រីភ្លាមមហាក្សត្រទាំងពីរសែនស្រឡាញ់រកអ្វីផ្ទឹមពុំបានទ្រង់បានរៀបចំជាពិធីបួងសួងបញ្ជៀសគ្រោះចង្រៃស្រាប់តែពេលនោះព្រះអទិទេពបានប្រកាសខ្លួនឡើងព្រះអទិទេពក៏បាននិយាយថាអត់ប្រយោជន៍ទេមហារាជគ្មានវិធីណាអាចបញ្ជៀសគ្រោះកាចនេះបានទេព្រោះព្រះនាងចម្ប៉ាវតីដែលត្រូវជាបុត្រីរបស់ឯងគឺត្រូវមានគូគប់ជាមួយនឹងមនុស្សលោកដែលជាគូតាំងពីអតីតជាតិមកម្លេះទោះបីជាឯងមិនចង់ឲ្យគេទៅក៏មិនបានដែរណាបានស្ដាប់វាចាព្រះអទិទេពហើយអង្គក្សត្រទាំងពីរក៏រន្ធត់ចិត្តអាណិតបុត្រីយ៉ាងខ្លាំងចំណែកព្រះនាងចម្ប៉ាវតីវិញព្រះនាងឥតដឹងអ្វីទាំងអស់ក្រៅពីក្រសាលេងយ៉ាងសប្បាយជាមួយនឹងពពួកភីលៀងរបស់ព្រះនាងគម្រប់18វស្សាហើយស្ដេចមហារាជនៃឋានភុជង្គនាគហាក់មិនអើពើអ្វីឡើយថ្ងៃពេញបូរមីបានមកដល់ពេលនោះស្នូក៏ក្រើកអស់ទីឋានមានភ្លៀងផ្គររន្ទះញ័រអស់ប្រតិពីឯប្រជារាស្ត្រក្តៅក្រហល់ក្រហាយនៅក្នុងទីឋានមិនអាចរស់នៅបានវិមានញ័ររំជួយរលំបាក់បែកធ្វើឲ្យកក្រើកអស់ឋានភុជង្គនាគលោកហោរាទស្សទាយក៏បានទូលទៅព្រះអង្គមហារាជភ្លាមថាក្រាបទូលព្រះអង្គបញ្ហានេះគឺមកពីព្រះអង្គពុំព្រមបំបោះបង់ព្រះនាងចម្ប៉ាវតីទើបកើតហេតុដូច្នោះក្រាបទូលបើព្រះអង្គនៅតែទុកព្រះនាងដូច្នោះទៀតគឺអាចឲ្យប្រជារាស្ត្រស្លាប់យ៉ាងវេទនាអសាបងណាក្រាបទូលក្សត្រមហារាជបានឮដូច្នោះហើយក៏ឲ្យគេហៅបុត្រីចូលគាល់ទាំងអារម្មណ៍ក្តុកក្តួលស្ដេចភុជង្គនាគបានប្រាប់ទៅបុត្រីថាប្រជារាស្ត្រជាច្រើនមូលមីចូលមកគាល់ខ្លួនដោយសារតែមានឧបទ្ទវហេតុដែលកើតឡើងក្នុងទីឋានភុជង្គនាគដោយសារតែខ្លួននិងមាតាមិនព្រមបំបោះបង់បុត្រីទៅថាមនុស្សព្រះអង្គខំនិយាយលួងលោមបុត្រីថាពេលនេះខ្លួនគ្មានជំរឿសអ្វីក្រៅពីសម្រេចចិត្តឲ្យបុត្រីយាងទៅនៅឋានមនុស្សលោកនោះឡើយ
បើមិនដូច្នោះទេប្រជារាស្ត្រនៅក្នុងឋានភុជង្គនាគនឹងជួបគ្រោះភ័យស្លាប់អស់ជាពុំខានឡើយប៉ុន្តែព្រះអង្គសន្យានឹងបុត្រីថា3ឆ្នាំក្រោយខ្លួននឹងទៅយកព្រះបុត្រីត្រឡប់មកនគរវិញព្រះនាងចម្ប៉ាវតីយល់រឿងរ៉ាវទាំងអស់ដោយគិតថារឿងរ៉ាវលំបាកទាំងអស់នោះគឺមកពីខ្លួនទើបធ្វើឲ្យមានរឿងហេតុកើតឡើងច្រើនដូច្នោះព្រះនាងក៏បានសម្រេចចិត្តចាកចេញពីឋានភុជង្គនាគតែមួយអង្គឯងឆ្ពោះទៅឋានមនុស្សលោកយ៉ាងស្ងប់ស្ងាត់ឯព្រះនាងឧមាទេវីជាព្រះមាតាមានការស្រណោះនិងអាណិតបុត្រីណាស់ប៉ុន្តែមិនដឹងជួយបុត្រីបានយ៉ាងដូចម្ដេចមកដល់ទីឋានកណ្ដាលព្រះនាងបានមករស់នៅមាត់សមុទ្រជាមួយនឹងសត្វព្រៃទាំងឡាយព្រះនាងសប្បាយជាមួយនឹងទេសភាពដ៏ល្អត្រកាលក្រោមពន្លឺកាំរស្មីនៃព្រះសូរិយាថ្ងៃមួយក៏មានសំពៅជាច្រើនបានបត់ក្បាលតម្រង់ច្រាំងនៅកន្លែងដែលព្រះនាងចម្ប៉ាវតីស្នាក់នៅនាយសំពៅនោះគឺជាឈ្មួញដែលមានដំបងទឹកយ៉ាងពូកែស័ក្តិសិទ្ធិអាចប្រើប្រាស់បានគ្រប់យ៉ាងពេលដែលសំពៅចូលចតហើយក៏បានប្រទះឃើញព្រះនាងចម្ប៉ាវតីនាយឈ្មួញនោះក៏បានប្រើដំបងទឹកឲ្យទៅចាប់ព្រះនាងចម្ប៉ាវតីយកមកធ្វើជាស្នំបម្រើរបស់ខ្លួនដំបងទឹកបានបញ្ចេញមហិទ្ធិឫទ្ធិដោយបង្កើតជាខ្សែចងរឹតយកព្រះនាងមកដាក់លើសំពៅជូននាយឈ្មួញទោះបីជាព្រះនាងខំរើបំរាស់យ៉ាងណាក៏ខ្សែនោះរឹតអុសត្បិតយ៉ាងជាប់ហើយអុសទាញព្រះនាងដដែលនៅចំពោះមុខនាយឈ្មួញព្រះនាងចម្ប៉ាវតីត្រូវគេវាយដំបង្ខំឲ្យបម្រើគេឲ្យព្រះនាងរាំច្រៀងឲ្យគេមើលហើយពួកវានាំគ្នាសើចក្អាកក្អាយជាខ្លាំងព្រះនាងហូរព្រះនេត្រឲ្យរហាមព្រោះមិនដែលជួបប្រទះភាពព្រៃផ្សៃបំពានមកលើរាងកាយរបស់ព្រះនាងបែបនេះឡើយព្រះនាងមានការឈឺចាប់ខ្លាំងណាស់ច្រៀងរាំសុំសេចក្តីមេត្តាពីព្រះអទិទេពទោះបីជាមានទុក្ខសោកយ៉ាងណាក៏ដោយក៏ព្រះនាងមិនបានបាត់បង់រូបសម្ផស្សឡើយសម្រស់ដ៏ស្រស់ស្អាតលើសស្រីនានាធ្វើឲ្យនាយឈ្មួញដំបងទឹកអត់ទ្រាំស្នេហាមិនបានក៏ចូលទៅរកព្រះនាងដល់បន្ទប់ប្រាថ្នាចាប់បង្ខំរួមមេត្រីនឹងព្រះនាងប៉ុន្តែនាយឈ្មួញមិនអាចចូលចិត្តព្រះនាងបានឡើយព្រោះកែវមណីរបស់ព្រះនាងបានជះរស្មីធ្វើឲ្យឈ្មួញក្តៅស្ទើរឆេះធ្វើឲ្យវាក្តៅក្រហាយខឹងនឹងព្រះនាងចម្ប៉ាវតីជាខ្លាំងពេលនោះហើយវាក៏បានប្រើដំបងទឹកដកព្រលឹងនាងទៅទុកក្នុងប្រអប់ទឹកមួយនាងរស់នៅធម្មតាតែដួងចិត្តរបស់នាងគឺធ្វើតាមបញ្ជារបស់ដំបងទឹកតាមតែបញ្ជារបស់ឈ្មួញនោះទាំងអស់ក្រោយមកក្បួនសំពៅរបស់នាយឈ្មួញដំបងទឹកបានចូលចតក្នុងនគរមួយដែលមានស្ដេចមួយអង្គព្រះនាមទេវង្សកុមារសោយរាជសម្បត្តិនៅក្នុងនគរនោះឈ្មួញកំណាចគ្រាន់តែបានចូលដល់កំពង់ផែនគរភ្លាមវាមានភាពលោភលន់ចង់សោយរាជនៅនគរនោះភ្លាមព្រោះកន្លងមកវាតែងតែប្រាថ្នាចង់ធ្វើគុតស្ដេចទេវង្សកុមារជាយូរមកហើយតែដោយព្រះអង្គខ្លាំងពូកែមានត្បូងបញ្ចពរជាគ្រឿងការពារធ្វើឲ្យវាមិនអាចធ្វើគុតព្រះអង្គបានសម្រេច